តើមនុស្សស្រីពិតជាចង់ក្លាយជាភរិយាឬគ្រាន់តែចង់មានជីវិតអាពាហ៍ពិពាហ៍មនុស្សជាច្រើននិយាយថាពួកគេចង់រៀបការប៉ុន្តែសំណួរគឺតើពួកគេចង់ក្លាយជាភរិយាពិតប្រាកដឬគ្រាន់តែចង់បានពិធីមង្គលការចិញ្ចៀនរូបថតនិងស្ថានភាពថាខ្ញុំមានប្តីស្ត្រីដែលចង់ក្លាយជាភរិយាពិតប្រាកដនឹងមិនសួរតែថាបុរសម្នាក់នេះអាចផ្ដល់អ្វីឲ្យខ្ញុំទេផ្ទុយទៅវិញនាងនឹងសួរថាយើងអាចកសាងអនាគតជាមួយគ្នាបានយ៉ាងដូចម្តេចហើយខ្ញុំអាចផ្ដល់អ្វីដល់គាត់នាងយល់ថាជីវិតអាពាហ៍ពិពាហ៍ត្រូវការភាពស្មោះត្រង់ការគាំទ្រសន្តិភាពក្នុងគ្រួសារភាពចាស់ទុំផ្លូវអារម្មណ៍និងការឈរនៅក្បែរគ្នានៅពេលជួបការលំបាកមិនមែនតែពេលមានសុភមង្គលប៉ុណ្ណោះទេប៉ុន្តែបុរសក៏មានទំនួលខុសត្រូវដូចគ្នាបុរសដែលខ្វះវិន័យគ្មានទិសដៅខ្វះភាពជាអ្នកដឹកនាំនិងគ្មានចរិតល្អក៏មិនទាន់រួចរាល់ក្នុងការស្នើឲ្យនារីម្នាក់បដិញ្ញាចិត្តជាមួយខ្លួនដែរការពិតគឺមនុស្សជាច្រើនចង់បានអត្ថប្រយោជន៍នៃអាពាហ៍ពិពាហ៍ប៉ុន្តែមានមនុស្សតិចណាស់ដែលរៀបចំខ្លួនឲ្យស័ក្តិសមនឹងតួនាទីជាស្វាមីឬភរិយាអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាពិធីមួយថ្ងៃទេប៉ុន្តែជាការបដិញ្ញាចិត្តសម្រាប់ជីវិតទាំងមូល